យោធាថៃនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025បានបើកការវាយប្រហារដោយការបាញ់ខ្លងកាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់ស្រោចលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះក្នុងខេត្តព្រះវិហារនេះបើយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាក្រសួងការពារជាតិឲ្យដឹងថាការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាបានចាប់ផ្ដើមនៅម៉ោង 11:52 នាទីព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025ព័ត៌មានពីមូលដ្ឋានតំបន់អានសេះបញ្ជាក់ថាគិតត្រឹមម៉ោង 2 រសៀលបាត់ស្នូកាំភ្លើងត្បាល់ប៉ុន្តែនៅតែលឺសូរស្នូកាំភ្លើងដៃមិនទាន់មានព័ត៌មានពីអ្នករងគ្រោះនៅឡើយទេអាជ្ញាធរមូលដ្ឋានបានប្រាប់ News Today នៅរសៀលថ្ងៃទី27ខែកញ្ញាថាប្រជាជនរាប់សិបនាក់នៅតាមភូមិស្រុកក្នុងតំបន់អានសេះនិងតំបន់ក្បែរនោះបានសម្រុកចាក់ចេញពីផ្ទះសម្បែងតាមគោយន្តម៉ូតូនិងរថយន្តឆ្ពោះទៅជំរកភៀសសឹកពោ5000ដើមនៃខេត្តព្រះវិហារអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលីសុជាតាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាកងទ័ពកម្ពុជាកំពុងតែតាមដានការវិវត្តនៃសភាពការប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុតហើយនៅតែត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារអធិបតេយ្យភាពជាតិក្រសួងបានគូបញ្ជាក់ថាកម្ពុជាបដិញ្ញាអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ទ្វេភាគីហើយក្នុងពេលជាមួយគ្នានោះបានអំពាវនាវឲ្យប្រទេសថៃគោរពយ៉ាងតឹងរ៉ឹងនៅបទឈប់បាញ់ដើម្បីបញ្ជៀសគម្រាមកំហែងទៅដល់ស្ថិរភាពដែលផុយស្រួយនៅតាមព្រំដែនក៏ប៉ុន្តែអ្នកនាំពាក្យកងទ័ពថៃលោកវិនថៃស៊ូវ៉ារីបានច្រានចោលហើយចោទទាហានកម្ពុជាថាជាអ្នកបង្កហេតុមុនការប៉ះទង្គិចគ្នានៅតំបន់នេះបន្ថែមភាពតានតឹងថ្មីមួយទៀតភ្លាមក្រោយពីសហរដ្ឋអាមេរិកបានហៅរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃនិងម៉ាឡេស៊ីចូលតុចរចានៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី26ខែកញ្ញាឆ្នាំ